គិតថាជួបតែអាណិតថាអារម្មណ៍ពិតឥតថាអារម្មណ៍យើងជួបច្រើនជាងក្នុងជីវិតមនុស្សនេះជួបឥតថាអារម្មណ៍ច្រើនជាងណាឧបមាថាតាំងពីព្រឹកដល់ល្ងាចហ្នឹងតាំងពីព្រឹកដល់ល្ងាចបើសិនជាអាណិតថាអារម្មណ៍ច្រើនជាងយើងពិបាករស់ឥឡូវអាណិតថាអារម្មណ៍ស្អីខ្លះព្រឹកឡើងយើងមានសូវមានឃើញរូបអាក្រក់ណាវាឃើញខ្លះមិនអត់ទេប៉ុន្តែថារូបដែលល្អល្អច្រើនកំហើញតាមភ្នែកជិះឡានទៅអីទៅយូរយូរបានឃើញគេបុកគ្នាម្ដងអាហ្នឹងអាណិតថាអារម្មណ៍ហ្នឹងហើយតាមតិចព្រឹកឡើងមកក៏មិនងាយលឺនរណាជេរបចោយើងមែនទេឮតែសំឡេងធម្មតាធម្មតានិយាយរកគ្នាធម្មតាធម្មតាហ្នឹងច្រើនតែឥតថាអារម្មណ៍ធម្មតាធម្មតាហ្នឹងក្លិនក៏អញ្ចឹងដែរក្លិនល្អល្អមកកកោកយូរយូរធំក្លិនស្អុយម្ដងតិចហ្នឹងរសជាតិចឹងដែរយើងហូបទៅម្ហូបអាហារអីហូបទៅធម្មតាឥតថាអារម្មណ៍មកកណោយូរយូរបានប៉ះប្រៃពេកម្ដងប៉ះសាបពេកប៉ះអីពេកឧទាហរណ៍ថាប៉ះសាបពេកអាហ្នឹងអាណិតថាអារម្មណ៍របស់យើងអាហ្នឹងដល់យើងដឹងថាសាបពេកយើងថែមទឹកស៊ីអ៊ីវបន្តិចថែមអីបន្តិចមកហើយដាក់ដឹងប្រមាណម៉ាត់ទៀតវាត្រូវចិត្តរហូតហើយឥតថាអារម្មណ៍រហូតឃើញច្រើនណាចឹងថាសួរមានព្រឹកឡើងបើកភ្នែកឡើងប្រទុះដល់ល្ងាចប្រទុះផ្លូវចិត្តផ្លូវចិត្តទេផ្លូវចិត្តយើងប្រកាន់ទេប៉ុន្តែវាមិនមែនអារម្មណ៍ហ្នឹងអាណិតថាអារម្មណ៍រហូតទេរូបអាក្រក់រហូតសំឡេងអាក្រក់រហូតមិនមែនទេប៉ុន្តែមកពីលឺម្ដងពីរដងបីដងអញ្ចឹងទៅវាប្រកាន់ជាប់ណាប្រកាន់ជាប់តែហៅថាឥឡូវប្រាប់កូនស្ដាប់កូនឌឺឲ្យមកពេលអញ្ចឹងទៅកូនចូលកន្ទប់បាត់ហើយហើយយើងនេះមួម៉ងមួយថ្ងៃអាមួមកហ្នឹងមិនអាណិតថាអារម្មណ៍ទៀតទេណាវាមករំខានទៀតទេអាតួសំឡេងតួអីហ្នឹងវាកន្លងអស់ទៅហើយហ្នឹងប៉ុន្តែកំណត់ដោយការប្រកាន់ទៅដែលវាមិនប្រឡែងទៅហ្នឹងវាមួម៉ងមួយថ្ងៃណាមួម៉ងមួយថ្ងៃហើយនេះយើងចែកឲ្យដាច់មើលឧទាហរណ៍ថាកូនដេកអត់រៀបកតុបចូលទៅឃើញផ្លេតហ្នឹងហើយក៏ចេញមកវិញឬក៏យើងបានកូនមិនធ្វើទៅក៏ល្អបដារៀបបដាឲ្យទៅថាចំណាយពេលអស់1ម៉ោងចុះហ្នឹងអារម្មណ៍មិនជាទីប្រាថ្នាកើតតែប៉ុណ្ណឹងចេញមកវិញមកយើងទៅធ្វើអីផ្សេងហ្នឹងប៉ុន្តែចិត្តវានៅចងជាមួយរឿងហ្នឹងមិនឲ្យវាទៅណាទេល្អមួយថ្ងៃអាល្អហ្នឹងមិនមែនអារម្មណ៍ធ្វើឲ្យអញ្ចឹងទៀតទេមកពីចិត្តហ្នឹងទៅតោងយកវាសូម្បីតែវាកន្លងទៅហើយឃើញអត់តួប្រកាន់ហ្នឹងអញ្ចឹងមនុស្សយើងរឿងខ្លះហ្នឹងមនុស្សខ្លះបើទោះជាគេធ្លាប់ធ្វើអីមិនសមរម្យពីមុនអីចឹងហើយគេបានកែប្រែឈប់ធ្វើអញ្ចឹងទៀតហើយហ្នឹងដល់ពេលនិយាយលើកអាហ្នឹងមកទៀតខ្លួនគេលះចោលដោយគេសក់សំណក់ចោលអញ្ចឹងណាឧបមាថានារីខ្លះគាត់ធ្លាប់រស់ស៊ីផ្លូវភេទអីចឹងណាកត្តាជីវភាពมันជំរុញគ្នាឲ្យធ្វើអញ្ចឹងអង្ការវាមិនជារឿងត្រូវជ្រើសរើសអញ្ចឹងទេបើគាត់ថាអាចមានអញ្ចឹងដល់ពេលក្រោយមកគាត់មានលុយមានកាក់ល្មមទៅគាត់លះបង់អាហ្នឹងគាត់មានគ្រួសារមានអីធម្មតាដូចគេដូចឯងអញ្ចឹងណាហ្នឹងហើយគាត់អត់ធ្វើទៀតទេមានន័យថាដូចលះសំណក់ចាស់ចោលអញ្ចឹងឈប់ធ្វើហើយហ្នឹងដល់យើងអ្នកប្រកាន់ណានាងនឹងពីមុនលក់ខ្លួនណាពីមុនរបស់គេតាពីមុនរបស់គេមកជាសេចក្តី
អាក្រក់ផ្លូវចិត្តរបស់យើងទៅបង្អាប់ទៅអឺយកអាសំណក់ដែលគេបោះចោលក្នុងធុងសម្រាមយកខ្លួនយើងទៅជាធុងសម្រាមដាក់របស់គេឃើញទេគឺបើនិយាយពីអារម្មណ៍បច្ចុប្បន្នមានណាអត់ផងហ្នឹងគេអត់ធ្វើទៀតហ្នឹងដូចជានាងសេរីម៉ាអីឃើញទេនាងសេរីម៉ាពីមុនរស់ស៊ីលក់ខ្លួនស្រីផ្កាមាសក្រោយមកស្ដាប់ធัวទៅហ្នឹងតើដល់ស្ដាប់ធัวទៅក៏បានសម្រេចសោតាបណ្ណបុគ្គលទៅលះឯងលែងលែងប្រព្រឹត្តនៅមុខរបរហ្នឹងតទៅទៀតឃើញទេហើយទៅជាអរិយបុគ្គលយើងថ្វាយអង្គមបានប្រៀបដូចជាផ្កាឈូកវាដោះពីភក់ពីអីប៉ុន្តែខ្លាយជាផ្កាមកវាមានពាក់ព័ន្ធនឹងទីដោះណាសំខាន់វាខ្លាយជាផ្កាហើយអារម្មណ៍ដូចគ្នាចឹងដែរអារម្មណ៍ផ្សេងមិនចំពោះតែអ្នកដតីទេសូម្បីតែការតាមទ្វាទាំង6ជាពិសេសទ្វា5នេះប៉ះហើយកន្លងបាត់ប៉ះហើយកន្លងបាត់បើសិនជាអនិច្ចារម្មណ៍ខ្លាំងជាងណាប្រហែលយើងរស់ឯងឧទាហរណ៍ថាជួបមនុស្សម្នាក់ឧទាហរណ៍និយាយ100ម៉ាត់ជេរយើង60ម៉ាត់ពាក្យអត់ជេរមានតែ40ម៉ាត់រស់ម៉េចមានអ្នកណាដែលថាឲ្យទៅជួបមនុស្សគឺជេរ60ម៉ាត់អត់ជេរតែ40ម៉ាត់រហូតទេអត់ទេពាក្យគេនិយាយត្រឹមត្រូវជាមួយយើងមកកាណូឆ្កងពាក្យតែបន្តិចប្រកាន់តែមកមែនទេហ្នឹងឆ្កងតែបន្តិចប្រកាន់ប្រកាច់រហូតលៀបហ្នឹងចឹងដែរអូស៊ីហ្នឹងចំណេញយូរហើយវាពីរលក់ដីទិញដីហ្នឹងមកលក់ដាច់ទិញទៅនេះទៅនោះលក់ដាច់ថាបានហ្នឹងយូរហើយទៅមិនខាតម្ដងទៅមិនគាំងម្ដងហ្នឹងបាក់ចិត្តថាពឹកបោះនឹងវាឲ្យយូរហើយសុខភាពចឹងដែរជាយូរហើយឥឡូវទៅមិនធ្លាក់ខ្លួនឈឺម្ដងតើខ្ញុំមានកម្មអីទៀតណាឃើញទេបុណ្យខំឧបត្ថម្ភឲ្យជាមកកណោសរសើរអញ្ចឹងដែរគេសរសើរយូរហើយគេទៅប្រអាប់ម្ដងបាក់ចិត្តចឹងបានខ្ញុំកាលនៅលោកនៅនីរដ្ឋហ្នឹងមានក្រុមគេតាមជេរព្រះអង្គសានទៅជាកាលនោះហើយខកសាមណេរជាចង់តអីចេះចោលណាអនអមអាចារ្យក៏ថាហើយគេសរសើរយូរហើយក៏ជេរម្ដងគាត់និយាយទៅលេងប៉ុន្តែជាការពិតពាក្យប៉ុណ្ណឹងខ្ញុំបានជាមេរៀនណាមែនបោកប៉ាន់ហ្នឹងគេសរសើរយូរហើយគេសរសើរមកកណោហើយគាត់ថាគេជេរបន្តិចបានបើយើងនិយាយពីបាបបុណ្យក្នុងចិត្តយើងវាសមហ៎វាគ្មានសមបានគេសរសើររហូតទេព្រោះកុសលអកុសលវាកាត់ផ្លាស់ប្ដូរគ្នាតែរហូតអញ្ចឹងវាសមថាអារម្មណ៍មានច្រើនណាគេមិញនេះចន្ទថាស៊ូឥតថាអារម្មណ៍មានច្រើនក្នុងជីវិតមនុស្សមិនដូចដេរិឆានទេមិនមែនអបាយសត្វមិនមែនដូចនរកដូចប្រែតទេនៅនរកភ្លើងរហូតហ្មងវាគ្មានស្អីប្រែតនឹងឃ្លានរហូតហ្មងមនុស្សយើងឆ្អែតរាល់ថ្ងៃអត់បាយតែមួយថ្ងៃនិយាយពីត្អូញឃើញទេហើយបានឆ្អែតរាល់ថ្ងៃហ្នឹងឥតថាអារម្មណ៍បានឆ្អែតរាល់ថ្ងៃហ្នឹងឥតថាអារម្មណ៍ហើយហ្នឹងគ្រាន់តែថ្ងៃណាគេលើកកាទៀវយឺតតែបន្តិចក៏ខឹងដែរឃើញទេបាទភ្លេច
សុផារីសម្រាប់ខ្ញុំវិញបានញ៉ាំថ្នាំតាមការណែនាំរបស់លោកម្ចាស់គ្រូសាស្ត្រជាមិនដែលខានមួយថ្ងៃទេខ្លាចលប់ជំងឺវិញលោកគ្រូអរគុណថ្នាំ